ngay nó về để nhóm tranh khéo cứ nhóm tại speed cái bộ bên đi tranh khéo ta này đó thấy đang ở tha nơi bẹt cả đá nam pipon phải phèn ní ta nơi không cái bộ để nhóm speed họ ngày ní ta vì miền ấy là tỏ đó này ngày nay video ngày nay cứ dùng play tích đời ngày nay nhóm năm mùng 2 được ở thà ta nơi không cái bộ để nhóm speed họ ngày nè ta họ ngay nhóm speed ấy là nó về để nhóm tranh khéo anh vậy ban tha stir tại cao sắp rồi này chỉ một bao nhóm nó về để nhóm tranh khéo cứ nhóm tại speed cái bộ tranh cái ra trên này chẳng tìm môi môn kế ở vậy để nhóm cho bằng hai nó này nó cứ cái bộ sần cứ cái bộ những tha tá cái bộ này cứ chưa cái bộ ấy chỉ tới nhóm ở đơn hai cái bộ mới mai kế tế hai nhóm có ở đơn thà nhóm tình về tam về PNK này nhóm cái tha hai chỉ nhóm khơi viên nơi online hai nhóm có mong tình về tam online nhưng mà đơn tha việc tự lại mà đại tế nhưng mà đại tự lại nên lời cóng hơi nhưng ai vậy bạn tha cái bộ mới ní nhận ở đây và hai chỉ hồn về lên miền đây này bộ này giờ tới vì miền thọt chởn vì miền thọt bay thọt thống đài bay thọt này cứ tí muối tí pi tí bảy đài tí muối nhầm đại ván thọ mà ná tí pi nhầm đại ván thọ mà ná đấy ai tha bị chởn đặt khả áo và xin tình trên tay khéo hai tí bảy nhầm đại computer chẳng ở vậy nhầm trong hai môn kế cứ lại đặt computer củaនេះគឺអាចដាក់បាន laptop ដល់ទៅ16 inch ដែល laptop ដែលខ្ញុំដាក់ហ្នឹងគឺបាន16 inch ហើយនៅក្នុងនេះគឺវាអត់មាន laptop ទេដោយសារថា laptop ខ្ញុំយកវាមកដាក់នៅនេះបង្ហាញអ្នកនរគ្នាតិចទៅថាតើ laptop ហ្នឹងជា laptop អីនេះអ្នកនរគ្នាlaptop នេះគឺជា laptop ដែលខ្ញុំស្ពាយវាយកតាមខ្លួនស្ទើរតែរាល់ថ្ងៃតែម្ដងនៅពេលដែលខ្ញុំចេញក្រៅហើយ laptop នេះគឺជា Gigabyte Air 16ឆ្នាំ2021ដែលវាដំណើរការដោយ Intel Core i7 ជំនាន់ទី12ដែលខ្ញុំគិតថាវារៀងចាស់ដែរហើយវារៀងឆេស៊េរីដែរឥឡូវគេចេញដល់ជំនាន់ទី14 15អស់ហើយអ្នកនរគ្នាហើយនេះវាមាន RAM 40GB ហើយមួយទៀតវាប្រើ graphic Nvidia RTX 3070 Ti អ្នកនរគ្នាវាខ្លាំងគ្រាន់បើដែរនិយាយទៅខ្ញុំប្រើ laptop មួយនេះគឺដោយសារតែ display របស់វាអ្នកនរគ្នាអេក្រង់របស់វាដែលវាបង្ហាញមកនេះគឺច្បាស់មែនតើអ្នកនរគ្នាវាប្រើប្រាស់នៅអេក្រង់ 4K Plus OLED អ្នកនរគ្នាគឺអេក្រង់របស់វាគឺបង្ហាញពណ៌បានដិតល្អហើយវាមាន Pantone Validate ទៀតអញ្ចឹងខ្ញុំឆ្លាញ់កុំព្យូទ័រមួយនេះដោយសារតែអេក្រង់អូខេឥឡូវរៀងធ្ងន់រៀងចុកដៃដែរខ្ញុំដាក់កុំព្យូទ័រអញ្ចឹងទៅកន្លែងដើមវិញអ្នកនរគ្នា laptop មិញហ្នឹងគឺវារៀងធ្ងន់ដែរដោយគីឡូរបស់វា2គីឡូជាងគឺខ្ញុំស្ពាយវារាល់ថ្ងៃហ្នឹងគឺអាចនិយាយបានថារៀងចុកខ្នងដែរគួរសមដែរអូខេអញ្ចឹងបន្តទៀតខ្ញុំចង់បង្ហាញអ្នកនរគ្នាពីផ្នែកខាងមុខនៃកាបូបមួយនេះវាមានថតមួយនៅខាងមុខនេះដែលថតតូចនេះខ្ញុំដាក់អីវ៉ាន់កប៉ិកប៉ុកដែលខ្ញុំប្រើប្រាស់ប្រចាំថ្ងៃក្នុងនេះទូរស័ព្ទរបស់ខ្ញុំគឺខ្ញុំប្រើ iPhone 12ទេគឺខ្ញុំប្រើ iPhone 12រាល់ថ្ងៃរបស់ខ្ញុំគឺខ្ញុំប្រើប្រាស់ iPhone 12គឺខ្ញុំប្រើប្រាស់វាប្រចាំថ្ងៃទាំងការងារមួយចំនួនក៏ដូចជាការថតកៅអីនេះគឺខ្ញុំប្រើប្រាស់ iPhone 12នេះឯងក្នុងនេះគឺ iPhone 12តទៅទៀតខ្ញុំមិនដឹងអីខ្លះទេវ៉ែនតាការពារកម្ដៅថ្ងៃ sunglasses ហើយអានេះគឺ AirPods ដែល AirPods នេះគឺខ្ញុំប្រើប្រាស់យូរដែរគឺ AirPods 3ដែលខ្ញុំប្រើមួយ iPhone ហ្នឹងគឺខ្ញុំប្រើ iPod ហ្នឹងឯងអាហ្នឹងប្រការនៅពេលដែលខ្ញុំផ្លេចយកកាសតាមខ្លួននេះខ្ញុំប្រើប្រាស់ AirPods ហ្នឹងអូខេឥឡូវបន្ទាប់ពីនៅក្នុងថតខាងមុខគឺអត់មានអីទេគឺអស់ហើយគឺអវ៉ាន់កប៉ិកប៉ុករបស់ខ្ញុំដាក់ដែលខ្ញុំយកលឿននេះគឺខ្ញុំដាក់ខាងមុខឥឡូវខ្ញុំចូលនៅក្នុងថតទី1មកមុនគេបណ្ដោយទៅថតទី1ដែលគឺជាថតដែលខ្ញុំដាក់អីវ៉ាន់ច្រើនជាងគេអញ្ចឹងនៅក្នុងថតរបស់ខ្ញុំនេះគឺដំបូងគេគឺខ្ញុំមានសភៅមួយក្បាលដែលខ្ញុំដាក់នៅក្នុងកាបូបរបស់ខ្ញុំនេះគឺខ្ញុំតែងតែមានសភៅមួយក្បាលជាប់ខ្លួនជាមួយនឹងប៊ិចដូចគ្នាមានសភៅគឺមានប៊ិចគឺសភៅនេះគឺ Mark Holy Land ទៀតគឺខ្ញុំបានមកពី Holy Land គឺអត់មាន sponsor ពី Holy Land ទេប៉ុន្តែគឺ Holy Land គាត់ឲ្យសភៅនេះមកអរគុណមែនតើ Holy Land ហើយមួយទៀតគឺបន្ទាប់ទៀតគឺជក់ខ្ញុំអត់ដឹងថាមិនបានខ្ញុំមានជក់នៅក្នុងកាបូបទេជក់នេះគឺសម្រាប់បោះ keyboard នៅពេលដែលខ្ញុំត្រូវការប្រើខ្ញុំបោះ keyboard ហើយបន្តមកទៀតគឺកាសដែលខ្ញុំប្រើប្រាស់ចាំបាច់ដែរគឺហានេះគឺជាកាសដែលខ្ញុំប្រើប្រាស់ប្រចាំថ្ងៃគឺ Mark Sony WH 1000XM4 អ្នកនរគ្នាអូមកឈ្មោះអ្នកនរគ្នាកាសនេះគឺខ្ញុំប្រើវារៀងយូរឆ្នាំដែរខ្ញុំប្រើវាចូលជិត3ឆ្នាំហើយអ្នកនរគ្នាខ្ញុំអាចនិយាយបានថាគុណភាពសលេងវានៅព្រោះល្អគឺអត់មានបញ្ហាទេសម្រាប់ខ្ញុំហើយមុខងារកាត់សលេង ANC អីក៏នៅគ្រាន់បើដែរគឺខ្ញុំដូចជាអត់មានបញ្ហាទេបញ្ហានោះគឺគ្រាន់តែវាចាស់បន្តិចហើយថ្មក៏ដូចជាលេងសូវកាន់ដែរគឺអត់ដូចមុនទេអត់ដូចថ្មីទេថ្មវាសម្រាប់ខ្ញុំគឺខ្ញុំប្រើប្រាស់កាសនេះរៀងយូរឆ្នាំដែរអញ្ចឹងអេប៉ុងវាហ្នឹងក៏វារៀងអាលួយតាមនឹងដែរក៏វារៀងពុកផុយអញ្ចឹងណាខ្ញុំដូរវាម្ដងដែរអេប៉ុងហ្នឹងឥឡូវវាចាប់ដើមផុយទៀតហើយអញ្ចឹងខ្ញុំឃើញ XM6 ទុំចេញមកមួយថ្ងៃនេះគឺស្អាតមែនតើខ្ញុំស្រឡាញ់ពណ៌សអញ្ចឹងបើសិនជា Sony បានឃើញវីដេអូនេះជួយ sponsor មួយផងអរគុណទុកមុន
អូខេអញ្ចឹងដំបូងគេបំផុតនៅក្នុងកាបូបរបស់ខ្ញុំដែលខ្ញុំតែងតែយកតាមខ្លួនហ្នឹងគឺជាប្រភេទសេរ៉ូមការពារកម្ដៅថ្ងៃបើសិនជាខ្ញុំចេញក្រៅអញ្ចឹងគឺខ្ញុំតែងតែប្រើប្រាស់សេរ៉ូមដើម្បីការពារកម្ដៅថ្ងៃអញ្ចឹងណាអានឹងការពារស្បែកយើងទេហើយបន្ទាប់ទៀតគឺខ្ញុំមានប្រអប់មួយដែលគឺខ្ញុំដាក់នៅ accessory មួយចំនួនដែលខ្ញុំតែងតែប្រើប្រាស់វាចាំបាច់អញ្ចឹងគឺខ្ញុំដាក់វានៅក្នុងប្រអប់មួយនេះអញ្ចឹងអ្នកនរគ្នាចង់ដឹងថាប្រអប់នេះមានអីខ្លះតោះយើងចូលទៅមើលបងប្អូននៅក្នុងប្រអប់នេះអ្នកនរគ្នាគឺវាអត់មានអីច្រើនទេគឺខ្ញុំដាក់នៅឧបករណ៍មួយចំនួនដែលចាំបាច់ដូចខ្ញុំនិយាយអញ្ចឹងដូចជាម៉ៅមួយនេះដែលខ្ញុំប្រើប្រាស់វាស្ទើរតែរាល់ថ្ងៃនៅពេលដែលខ្ញុំចេញក្រៅអ្នកនរគ្នាម៉ៅមួយនេះគឺជាម៉ាក Keychron M3 Mini អ្នកនរគ្នាគឺខ្ញុំប្រើប្រាស់វារៀងយូរដែរហើយខ្ញុំអាចនិយាយបានថាគុណភាពវាល្អហើយម៉ៅមួយនេះគឺវាមានទម្ងន់ស្រាលមែនទែនទម្ងន់របស់វាតែ55ក្រាមទេបើសិនជា DPI វាវិញអាចបើកដល់ 26000 Hz អ្នកនរគ្នា DPI វាហើយមួយទៀតវាប្រើប្រាស់នៅ connection 3 Bluetooth ដោតខ្សែហើយនឹងប្រើ wireless dongle អ្នកនរគ្នាបើសិនជាយើងប្រើដោតខ្សែឬក៏ wireless dongle យើងអាចបើកវាបានដល់ទៅ1000 pooling rate អ្នកនរគ្នាអានេះ version 1000ទេវាមានដល់ទៅ version 4000 pooling rate មួយទៀតអ្នកនរគ្នាបើសិនជាអ្នកនរចាប់អារម្មណ៍ណាអ្នកនរគ្នាម៉ៅនេះខ្ញុំភ្លេចបាត់ហើយថាតម្លៃវាប្រហែលដែរប៉ុន្តែខ្ញុំដាក់តម្លៃវានៅលើអេក្រង់ឲ្យអ្នកនរគ្នាមើលការខ្ញុំទិញគឺខ្ញុំទិញនៅ Mood Setup Studio គឺអ្នកនរគ្នាអាចរកទិញនៅនឹងបានគឺអត់មាន sponsor ទេប៉ុន្តែគ្រាន់តែពេលដែលខ្ញុំទិញគឺខ្ញុំទិញនៅនឹងហើយនៅក្នុងប្រអប់ខ្ញុំបន្តទៀតគឺខ្ញុំប្រើប្រាស់នៅខ្សែសារ iPhone របស់ខ្ញុំគឺប្រភេទ Lightning ទេអ្នកនរគ្នាគឺ Mark Ukraine ខ្សែនេះគឺគ្រាន់បើខ្ញុំប្រើវាយូរឆ្នាំណាស់គឺដូចជាអត់មានបញ្ហាទេខ្សែវាប្រភេទជាប្រភេទខ្សាច់កណាត់ទេអ្នកនរគ្នាអញ្ចឹងគួរសមតម្លៃរបស់វាក៏រៀងល្អដែរដូចជា$15ទេខ្ញុំទិញហើយនេះគឺជាខ្សែម៉ៅដែលពេលដែលទិញម៉ៅគឺយើងបានខ្សែនឹងដូចគ្នាគឺយើងអាចប្រើមួយខ្សែនឹងបានហើយនៅក្នុងប្រអប់របស់ខ្ញុំបន្តទៀតអានេះគឺជា external ASD ខ្ញុំទិញយីធូរថ្លៃដែរអានេះមក Lexa តម្លៃរបស់វាដូចជាមិនសូវជាថ្លៃមកទេខ្ទង់$20 $5-10អីទេហើយអានេះតែ 10GB ទេអ្នកនរគ្នាវាមាន version ផ្សេងទៀតតែអានេះតែ 10GB ទេអានេះមកយើងត្រឹមតែទុក backup អីបានហើយបន្តទៀតគឺនៅក្នុងប្រអប់របស់ខ្ញុំគឺមានខ្សែ Type C ទុកគ្រាន់ប្រើជាមួយ external ASD ហើយមួយទៀតគឺជាអានេះគេហៅថាadapter ខ្ញុំមិនដឹងដែរដូចជា hub យើងហៅវាថា hub ចុះសម្រាប់ connect ជាមួយនឹងកុំព្យូទ័ររបស់ខ្ញុំភ្ជាប់ជាមួយនឹង HDMI USB Type A mini display ឬក៏ internet អីជាដើមព្រោះដោយសារតែកុំព្យូទ័ររបស់ខ្ញុំវាអត់មានដូចហ្នឹងទេមានតែ Type C ទេអញ្ចឹងអានេះគឺទិញកុំព្យូទ័រមកគឺគេបានស្រាប់ទេគឺខ្ញុំអត់មានរកទិញណាបានទេអាហ្នឹងតើទិញកុំព្យូទ័របានហើយមួយទៀតគឺនៅក្នុងប្រអប់របស់ខ្ញុំគឺមាន flash អានេះ flash នេះគឺមិនមែនផ្ទុកឯកសារទេflash នេះគឺសម្រាប់ setup Windows ទេគឺនៅពេលដែល Windows មានបញ្ហាខ្ញុំ setup ភ្លាមតែម្ដងហើយមួយទៀតគឺទូលវីខ្ញុំអាចនិយាយបានថានេះជាទូលវីទុកគ្រាន់រឹតដងវ៉ែនតានៅពេលដែលដងវ៉ែនតាយើងឲ្យលងអីអានេះប្រកាសអាសន្នអីអានេះអាចយកវាមកជួសបានភ្លាមអូខេខ្ញុំគិតថាអានេះគឺមានតែប៉ុណ្្នឹងទេនៅក្នុងកាបូបរបស់ខ្ញុំអូខេអ្នកនរគ្នាភ្លេចប្រាប់តម្លៃរបស់វាហើយកាបូបប្រអប់មួយនេះគឺខ្ញុំប្រើវារឿងធន់ដែរគឺវារឿងតាន់ដែរអ្នកនរគ្នាសាច់កណាត់វារឿងមាំម៉ាក HGB អានេះខ្ញុំទិញពី AliExpress ទេខ្ញុំទិញពីចិនមកទេខ្ញុំកំងពីចិនមកតម្លៃរបស់វាក៏មិនសូវជាថ្លៃដែរខ្ទង់ដូចជា$15ទេខ្ញុំដាក់តម្លៃនៅលើអេក្រង់អ្នកនរគ្នាអាចឆែកមើលតម្លៃយីវ៉ាន់មួយដែលខ្ញុំទិញហ្នឹងដាក់នៅលើអេក្រង់ហើយអ្នកនរគ្នាអាចរកទិញបានបញ្ជាក់ម្ដងទៀតអានេះគឺអត់មាន sponsor ទេគឺជាអ្វីដែលខ្ញុំយកលុយខ្លួនឯងទៅទិញនៅក្នុងកាបូបរបស់ខ្ញុំដូចជាអស់អីហើយដូចជាអត់មានអីទៀតទេអូខេអ្នកនរគ្នាដូចជានៅសល់អានេះមួយអានេះខោអាវទេគឺគ្រាន់អានេះគ្រាន់តែជាអាវភ្លៀងសម្រាប់ដាក់មួយកាបូបទេបើការនៅពេលដែលមេឃភ្លៀងអញ្ចឹងយើងមានអាវភ្លៀងសម្រាប់កាបូបអញ្ចឹងណាអាវភ្លៀងនេះមកពីកាបូបដាក់កាមេរ៉ាទេមិនមែនកាបូបមែនទិញកាបូបនេះបានអាវភ្លៀងហ្នឹងទេគឺវាមានកាបូបផ្សេងហើយអ្នកនរគ្នាប្រហែលជាឆ្ងល់ហើយថាចំមិនស្ពាយកាបូបទៅក្រៅហងៃមិនអត់មានកាមេរ៉ាអញ្ចឹងត្រឹមត្រូវឯអ្នកនរគ្នាគឺខ្ញុំមិនអាចយកកាមេរ៉ាតាមខ្លួនទេលើកត្រាដែលពេលដែលខ្ញុំទៅថតមកខ្ញុំយកកាមេរ៉ាតាមខ្លួនហើយនៅពេលដែលខ្ញុំយកកាមេរ៉ាតាមខ្លួនគឺខ្ញុំមានកាបូបផ្សេងគឺខ្ញុំអត់ប្រើប្រាស់កាបូបនេះទេហើយខ្ញុំនឹងធ្វើជាវីដេអូមួយទៀតសម្រាប់បង្ហាញអ្នកនរគ្នាថានៅពេលដែលខ្ញុំចេញថតតើខ្ញុំប្រើកាបូបអីហើយក្នុងកាបូបខ្ញុំនឹងមានអីខ្លះអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូនេះស្គមថាវីដេអូនេះវាសប្បាយហើយកុំភ្លេចចុច like ហើយនិង share ផងបើសិនជាអ្នកនរគ្នាគិតថាវីដេអូនេះមានប្រយោជន៍ keep shooting and stay creative អ្នកនរគ្នាបាយបាយ